ហើយមានអីផ្ដាំផ្ញើទៅកាន់បងប្អូនអ្នកទី12អត់ដែលសារតែឥឡូវយើងចិត្តដល់ថ្ងៃបាក់ដប់ហើយអ្វីដែលបងចង់ផ្ដាំទៅអូនទាំងអស់គ្នាដែរជាបេក្ខជនប្រឡងបាក់ដប់នៅក្នុងឆ្នាំ2025នោះអត់មានអីទេទី1ត្រូវតែខិតខំប្រឹងប្រែងហើយយកចិត្តទុកដាក់ឲ្យមែនតែនចំពោះការសិក្សារៀនសូត្រហ្នឹងពីព្រោះថារយៈពេល12ឆ្នាំវាយូរតម្រាំតែយើងបានមកដល់ថ្ងៃហ្នឹងរយៈពេលតែ2ថ្ងៃដែលយើងទៅប្រឡងអីអញ្ចឹងទៅធ្វើឲ្យយើងវាលើអាស្រ័យលើ2ថ្ងៃហ្នឹងហើយបើសិនជាយើងខិតខំប្រឹងប្រែងទៅបានល្អវាសពបញ្ជាក់ថាការសិក្សារបស់យើងហ្នឹងគឺវាល្អតាមនឹងដែរហើយមួយទៀតគឺសុខភាពកាលណាដែលសុខភាពយើងរៀងខ្សោយអានោះយើងរៀងពិបាកអីចឹងយើងត្រូវថែទាំសុខភាពយើងឲ្យមែនតែនទោះបីជាយើងខិតខំប្រឹងប្រែងប៉ុន្តែសុខភាពក៏សំខាន់ដែរហើយមួយទៀតនៅពេលដែលទៅប្រឡងសូមទៅឲ្យបានមុនម៉ោងពីព្រោះថានៅពេលដែលអ្នកទាំងអស់គ្នាទៅមុនម៉ោងបងជឿថាអារម្មណ៍យើងក៏រៀងសម្រួលទៅតាមនឹងដែរឲ្យវាអត់តក់កុហកណាចឹងអស់ហើយចឹងវីដេអូមួយនេះមានតែប៉ុណ្្នឹងទេពួកបងសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាប្រឡងទទួលបាននូវនិទេសល្អទាំងអស់គ្នាបាយបាយ